Ok, so today nè tụi anhខ្ញុំមកឡា back មក video final របស់ខ្ញុំគឺនៅ New York យប់ថ្ងៃចុងក្រោយចង់ដឹងថាខ្ញុំទៅណាអានេះលក្ខណៈ by freestyle អត់មានអីដែរចែករំលែកដល់អ្នកទាំងអស់គ្នា detail ទៀតទេ relate ទៅ vlog New York របស់ខ្ញុំថ្ងៃចុងក្រោយគឺខ្ញុំចេញពី Spain មកវិញមកគឺខ្ញុំបានទៅ rooftop bar របស់គេអ្នកទាំងអស់គ្នាគឺសប្បាយមែនតើហើយជាពិសេស New York គឺអត់មានយប់ទេអ្នកទាំងអស់គ្នាម៉ោង 2:10 ម៉ោង 2 ម៉ោង 3 9 ហ្នឹងគឺម៉ោងដែលគេសប្បាយហើយសម្រាប់អ្នកទេសចរគឺម៉ោង 4 5 គឺគេគេងថ្ងៃធំមិនគេងើបម្ដងទៀតហើយនេះគឺជា bar របស់គេគឺសប្បាយស្រុកគ្នាហ្មងអ្នកទាំងអស់គ្នា in the kitchen, it's Simmons whipping pastry. Cruising down A Street, off-white Lexus. Driving so slow, but BK is from Texas. Me and my dad. បន្ទាប់លោកលុយដាក់លេងយប់អស់ហើយគឺ back មកធ្វើ routine គឺដាក់ហាត់ប្រាណនៅ Central Park ដែលជា park មួយនៅកណ្ដាលទីក្រុង New York ហ្មងស្ងប់ស្ងាត់ safe មាន activity ច្រើនសំខាន់មានជួលកង់ជិះបានទៀតហើយបើនិយាយទៅគឺមិនគួររំលងទេនៅ Central Park នឹង take off មួយថ្ងៃដើម្បី recoverបន្តមកទៀតខ្ញុំ check out កន្លែងគេងមកខ្ញុំហើយខ្ញុំបន្តទៅ destination មួយទៀតប៉ុន្តែអ្វីដែលសំខាន់គឺ unexpected មែនតើដោយសារខ្ញុំ keep up budget friendly ពេលអ្នកទាំងអស់គ្នាខ្ញុំជិះអទេភ្លើងខ្ញុំជិះ train ក្រោមដីចុងក្រោយគឺខ្ញុំ miss flight ខ្ញុំ ETA អត់ត្រូវអ្នកទាំងអស់គ្នាសំខាន់គឺកន្លែង check in មនុស្សច្រើនមែនតើ New York airport គឺមក landing មក transit អីនៅហ្នឹងអញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យទៅមុន 2 ទៅ 3 ម៉ោងខ្ញុំ recommend ប៉ុន្តែបើជិះ taxi អត់អីទេសម្រាប់ខ្ញុំនេះ budget friendly គឺច្រើនម៉ោងខ្លាំងហ្មងមកទៅដល់គោលដៅហើយហ្មងតរងចាំកន្លែង check in ទៀតគឺ 5 ម៉ោងអត់ហើយហ្មងចុងក្រោយគឺខ្ញុំដូរទីតាំងពី DC ខ្ញុំហោះទៅ Illinois Chicago កុំទុកពេលខ្លួនឯង 2 ម៉ោងមកគឺដល់អត់ទាន់ទេ depend on transportation ហ្នឹងបើជិះ taxi it's okay ដូចខ្ញុំហ្នឹងគឺ miss fly មិនចេះតែដល់ម្ដង 2 ដង 3 ដងហើយពេលខ្លះក៏គេឲ្យតែពេលច្រើនគេឲ្យវិញអញ្ចឹងណាអ្នកទាំងអស់គ្នាហើយចង់និយាយថាតើតាណាត្រូវមើលសាញណាបងប្អូនគ្នានិយាយមកដល់ពលាននេះគឺដូចអ្វីដែលយើងគិតទេនេះដូចសាញនៅខាងលើដូចខ្ញុំឲ្យមើលអញ្ចឹងនេះហ្នឹងហើយគេហៅសាញណាបងប្អូនគ្នាចង់មានន័យថាព្យាយាមមើលសាញអត់ get lost អត់ get ច្រឡំព្រោះពេលដែលយើងប្រញាប់មែនតើណាគឺវា last minute ណាអញ្ចឹងពេលវេលាវាឃ្លឿនណាហើយតាបូតយឺតហើយគឺគេអត់ងាយឲ្យយើងឡើងទេដោយសារអីគេត្រូវមានពេលរៀបចំរៀបអីទៀតអញ្ចឹងណាអញ្ចឹងទោះបីយើងទៅដល់ហើយក៏គេអត់ឲ្យយើងឡើងដែរអញ្ចឹងចាំជួបគ្នាវីដេអូក្រោយរបស់ខ្ញុំនៅ Chicago ម្ដងចង់ដឹងថា city គេស្អាតបែបម៉េចតើមាន tip អីគេខ្លះចែករំលែកដល់អ្នកទាំងអស់គ្នា complex stick up to Mala vlog ទាំងអស់គ្នា bye អ៊ំខ្ញុំវិញហ្មងអូខេអញ្ចឹងវា see you at next video bye